សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបកស្រាយអំពីប្រធានបទពាក់ព័ន្ធជាមួយនឹងភាពចាំបាច់នៃការចេញដីការរក្សាការពារនៅក្នុងសំណុំរឿងរដ្ឋបាលនេះដែលពាក់ព័ន្ធជាមួយនឹងការទាមទារប្រាក់ឬក៏ក្នុងកម្មវត្ថុដែលមានគោលបំណងឲ្យសងជាប្រាក់គឺបុគ្គលគ្រប់រូបគឺមានសិទ្ធិពឹងពាក់ទៅតុលាការដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក៏ដូចជាការពារសិទ្ធិបុគ្គលឯកជនរបស់ខ្លួនផងដែរប៉ុន្តែនៅក្នុងពេលដំណើរការនៃនីតិវិធីបណ្ដឹងស្រាប់តែមានការចំណាយពេលយូរដើម្បីទទួលបានសេចក្តីសម្រេចរហូតដល់ការឈានចូលដល់ស្ថាពរជាដើមនៅពេលដែលម្ចាស់បំណុលទទួលបានសេចក្តីសម្រេចដែលបានចូលជាស្ថាពរគឺគាត់ត្រូវអនុវត្តដោយបង្ខំទៅលើទ្រព្យសម្បត្តិរបស់កូនបំណុលប៉ុន្តែស្រាប់តែទ្រព្យសម្បត្តិរបស់កូនបំណុលត្រូវបានលក់ឬក៏ផ្ទេរទៅបុគ្គលឯកជនផ្សេងទៀតបាត់រួចទៅហើយដូច្នេះហើយទើបបានជាមានវិធានការក្នុងការចេញនៃការរក្សាការពារដើម្បីទប់ស្កាត់ការលក់ដូរការផ្ទេរកម្មសិទ្ធិឬក៏ការចាត់ចែងរបស់កូនបំណុលដូច្នេះហើយម្ចាស់បំណុលពិតជាមានភាពចាំបាច់ក្នុងការស្នើសុំដីការក្សាការពារពីតុលាការចំពោះដំណើរការនៃការចេញដីកាសម្រេចរក្សាការពារគឺមានភាពរលូនរហ័សមិនស្មុគស្មាញហើយមានលក្ខណៈបន្តបង្ខំបន្ថែមពីនេះផងដែរការចាត់ចែងរក្សាការពារគឺចែកចេញជា3ប្រភេទទី1ការរឹបអូសជាបណ្ដោះអាសន្នទី2ការចាត់ចែងជាបណ្ដោះអាសន្នចំពោះកម្មវត្ថុដែលជាកម្មវត្ថុនៃវិវាទនិងទី3ការចាត់ចែងជាបណ្ដោះអាសន្នដែលកំណត់ឋានៈជាបណ្ដោះអាសន្ន